ជំរាបសួរពុកម៉ែបងប្អូនតោះថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាសម្លម្ជូរត្រីងៀតសម្រាប់ម្ហូបមួយមុខនេះគឺងាយៗបងប្អូនឆាប់បានហូបតោះឥឡូវកុំអង់យូរយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងចាប់ផ្ដើមដាក់ឆ្នាំងដាំទឹកឥឡូវនេះគឺទឹករបស់យើងគឺចាប់ផ្ដើមពុះហើយបងប្អូនអញ្ចឹងហើយយើងថែមគ្រឿងមានដូចជាអំបិលកន្លះស្លាបព្រាប៊ីចេង1ចុងស្លាបព្រាសម្រាប់ប្រហុកខ្ញុំដាក់កន្លះស្លាបព្រាហើយមានបន្ថែមខ្ទឹមសមានគល់ស្ក្រៃមានស្លឹកក្រូចហើយនឹងរំដេងផងដែរបងប្អូនបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមដាក់ត្រីងៀតយើងចូលហើយយើងបន្ថែមស្ករស1ចុងស្លាបព្រាបន្ទាប់មកយើងចាប់ផ្ដើមដាក់ត្រួយអំពិលចូលជាចុងក្រោយយើងបន្ថែមម្រះព្រៅបងប្អូនសម្រាប់បងប្អូនចូលចិត្តម្រះព្រៅដាក់ម្រះព្រៅបើបងប្អូនចូលចិត្តម្អមអាចដាក់ម្អមបានហើយខ្ញុំថែមម្ទេស2ផ្លែផងដែរអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ